បើសិនជាអ្នកនរគ្នាចូលចិត្តរឿងចម្លែកបែបជាសាសអេលៀនរឿងអាតកំបាំងជីវិតក្រៅភពទីកន្លែងអាតកំបាំងអ្នកនរគ្នាក៏ជាស្គាល់កន្លែងមួយឯឈ្មោះថា Area 51 ហើយខ្ញុំក៏ជឿជាក់ថាអ្នកនរគ្នាក៏ជាស្គាល់ជាមួយនឹង SCP Foundation ឯត្រូវឯអង្គការសម្ងាត់មួយអង្គការ SCP Foundation នោះអ្នកនរគ្នាក៏ជាដឹងថាពួកនឹងគេចាប់ស្អីគេຕົកនៅកន្លែងណាចុះអ្នកនរគ្នាធ្លាប់សម័យថាបើសិនជាថ្ងៃណាមួយអារបស់ដែលគេចាប់ហ្នឹងវាលេចធ្លាយចេញមកវាគ្រប់គ្រងលេខបានណាពួកអាហ្នឹងវាចេញមកម្ដងទាំងអស់តើមានរឿងអីកើតឡើងនៅកន្លែងតំបន់ហ្នឹងអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងណែនាំអ្នកនរគ្នាឲ្យស្គាល់ជាមួយនឹងហ្គេមមួយឈ្មោះថា Area 51 ហើយនៅក្នុងហ្គេមនេះស្អីក៏មានដែរ Alien មេរោគ AI Mutant ជាមួយនឹងមនុស្សហើយជាមួយនឹងពួកមកពី Dimension ផ្សេងមួយទៀតហើយយើងមានជាមួយនឹងពួកសត្វចម្លែកដែលត្រូវគេពិសោធន៍ពីពួក Alien មួយប្រភេទទៀតអ្នកវិទ្យាសាស្ត្រកងកម្លាំងទាហានហើយអីដែលសំខាន់ពួកអស់ហ្នឹងគឺអត់ត្រូវគ្នាទេតែឃើញគ្នាបាញ់សម្លាប់គ្នាទៅវិញទៅមកនិយាយទៅដូចខ្ញុំនិយាយចឹងបើសិនជាទីពិសោធន៍មួយដែលគ្រប់គ្រងជាមួយនឹងរបស់ចឹងប៉ុន្តែរបស់ចឹងវាលេចធ្លាយចេញមកគ្រប់គ្រងលេងបានតែមានរឿងកាត់ឡើងនៅក្នុងហ្គេមនេះគឺវាបង្ហាញរបស់ចឹងមកឲ្យយើងមើលអញ្ចឹងហ្គេមនេះបើសិនជាអ្នកនរគ្នាចង់រលេងក៏ពិបាករលេងដូចគ្នាអានេះចេញតាំងពីជំនាន់ PS2 ហើយការលេងហ្គេមនេះវាស្រៀងទៅនឹង Turok ជាមួយនឹង Series Same ទេនិយាយទៅគេអត់ខ្វល់ទេនៅក្នុងហ្គេមនេះយើងមានកំភ្លើងច្រើនប្រភេទសំខាន់ធ្វើម៉េចយើងលេងធ្វើម៉េចឲ្យឈ្នះជាមួយនឹងសត្រូវរបស់យើងទៅហើយគ្រាប់គឺអត់ខ្វះទេនិយាយទៅបើសិនជាអ្នកនរគ្នាធ្លាប់លេងហ្គេម Series Same ម្នាក់គ្នាដឹងតែតាក់ទងជាមួយហ្គេមអស់ហ្នឹងប៉ុន្តែអីដែលខ្ញុំស្ដាយបំផុតហ្គេមនេះគឺចេញតែបានតែមួយហ្គេមមួយជំនាន់ PS2 ហ្នឹងហើយបើនិយាយពី play នៅក្នុងហ្គេមនេះវិញគឺមធ្យមអញ្ចឹងចូលទៅដល់សាច់រឿងយើងវិញយើងមានជាមួយនឹងកងទ័ពមួយក្រុមមានឈ្មោះថា Hamas ការបន្តកងទ័ព Hamas ហ្នឹងមិនមែនមានតែមួយក្រុមទេវាមានច្រើនក្រុមប៉ុន្តែយើងចង់និយាយតាក់ទងជាមួយនឹងក្រុមដែលតួអង្គយើងហ្នឹងអញ្ចឹងកងកម្លាំងកងទ័ពមួយក្រុមហ្នឹងគេបញ្ជូនទៅដល់កន្លែងតំបន់មួយអ្នកគ្នាក៏ស្គាល់ហើយហៅថាតំបន់51ឬក៏ Area 51ហ្នឹងហើយពួកកងទ័ព Hamas ឬក៏កងទ័ពមួយក្រុមហ្នឹងអត់ដឹងថាខ្លួនឯងកំពុងតែប្រឈមមុខជាមួយនឹងស្អីទេសំខាន់ឲ្យតែចូលទៅដល់តំបន់ហ្នឹងដាច់ខាតត្រូវតែពាក់ម៉ាស់ការពារកុំឲ្យឆ្លងមេរោគហើយឃើញអីក៏ដោយឲ្យតែមិនមែនជាមនុស្សជាមួយនឹងអ្នកវិទ្យាសាស្ត្រដាច់ខាតត្រូវតែបាញ់ចោលសម្រាប់ទាំងអស់ហើយដំណើរតាមផ្លូវនៅសាច់រឿងមួយនេះម្ដងមួយគេនឹងហៃសាច់រឿងយើងឲ្យយើងស្ដាប់នៅក្នុងតំបន់51ហ្នឹងវាមានអីខ្លះមានគ្រឿងយន្តមានរបស់ទំនើបមួយចំនួនដែលយើងមិននឹកស្មានថាវាមានពិតមែនវានៅក្នុងពិភពលោកហ្នឹងហើយមានកន្លែងតំបន់វិទ្យាសាស្ត្ររបស់ពួក Alien ហើយវាមានជាមួយនឹងពួកមេរោគ Alien ផ្សេងហើយរាជរដ្ឋាភិបាលវាមិនអាចគ្រប់គ្រងរបស់នឹងបានអញ្ចឹងមានតែបញ្ជូនកងទ័ពដើម្បីកំទេចរបស់នឹងចោលពេលដែលយើងលេងហ្គេមហ្នឹងដំបូងយើងក៏គិតថាគ្រាន់ដោះស្រាយជាមួយនឹងពួកMutantដោយសារតែវាប៉ះជាមួយនឹងមេរោគហ្នឹងហើយពេលដែលលេងយូរយើងក៏បានដឹងថាមានមួយពួកMutantខ្លះហ្នឹងគេបាញ់កាភ្លើងទៀតឆ្លាតហើយលេងប្រហែលជាបាន1ម៉ោងអីយើងក៏បានជួបជាមួយនឹងពួកនៅ Dimension ផ្សេងមួយទៀតហើយលេងយូរទៅយើងក៏បានឃើញជាមួយនឹងរឿងចម្លែកទៅជួបជាមួយនឹងអ្នកវិទ្យាសាស្ត្រពួក Alien ក្រៅភពហើយមានគ្រឿងយន្តខ្លះដូចជាកាភ្លើងយន្តអីចឹងធម្មតាហ្នឹងមនុស្សអ្នកបជាទេតែសុកតស្រាប់តែ Alien អ្នកបជាវិញនិយាយមែនណាសាច់រឿងនេះខ្ញុំមិនដឹងថាគេចង់ធ្វើមិនឲ្យប្រកបទេលេងទៅវាថាអ្នកនិពន្ធហ្នឹងមានអារម្មណ៍ថាដូចបែកវល់មិនដឹងកាច់ទៅស្វែងបន្តិចកាច់ទៅស្ដាំបន្តិចដំបូងសាច់រឿងគេវាចង់ឲ្យយើងបាញ់តែជាមួយនឹងពួក Alien អស់នោះទេប៉ុន្តែសុកហ្នឹងក៏ស្រាប់តែចេញជាមួយនឹងពួកDimension ផ្សេងមួយទៀតមកអញ្ចឹងសាច់រឿងរបស់គេហ្នឹងពួកកងទ័ព Hamas ហ្នឹងគឺមិនអាចកម្ចាត់ជាមួយនឹងពួកMutant អស់ទេអញ្ចឹងពួកMutant អស់ហ្នឹងគឺវាច្រើនហើយក៏គេសម្រេចចិត្តថាឲ្យពួកMutant អស់ហ្នឹងខំជាមួយនឹងតួអង្គឯករបស់យើងទៅក៏ខ្លាចទៅជាMutant ម្នាក់ទៀតអញ្ចឹងនៅកន្លែងហ្នឹងខ្ញុំឆ្ងល់ប្រយMutant ធម្មតាគ្រប់គ្រងខ្លួនឯងអត់បានទេប៉ុន្តែតួអង្គនេះគ្រប់គ្រងបានហើយចាប់តាំងពីកន្លែងហ្នឹងតវាថាតួអង្គរបស់យើងលេងប្រយុទ្ធគ្នាជាមួយនឹងពួកMutant ផ្សេងទៀតណាភាគច្រើនគឺប្រយុទ្ធគ្នាជាមួយនឹងពួកមកពី Dimension ផ្សេងមកមួយទៀតហ្នឹងហើយមិនមែនយើងមិនជួបជាមួយនឹងពួកMutant អស់ហ្នឹងទៀតទេប៉ុន្តែវាថាភាគតិចមែនតើដែលយើងជួបជាមួយនឹងMutantណាភាគច្រើនគឺយើងវ័យគ្នាជាមួយនឹងពួកមកពី Dimension ផ្សេងមកទៀតហ្នឹងនិយាយទៅខ្ញុំក៏ពិបាកបញ្យល់ជាមួយអ្នកនរគ្នាដែរតាក់ទងជាមួយនឹងសាច់រឿងហ្នឹងសូម្បីតែខ្ញុំមកក៏មើលពេលខ្លះក៏រៀងវល់ដូចគ្នាមើលសាច់រឿងពួកMutantហ្នឹងអូខេថាតួអង្គរបស់យើងខ្លាចទៅជាMutantដែរចុះដោយសារតែអញ្ចឹងហើយពួកMutant ទាំងអស់ហ្នឹងគឺអត់សត្រូវរបស់យើងទេប៉ុន្តែសំខាន់ពួកMutant អស់ហ្នឹងគឺនៅតែវ័យជាមួយយើងហ្នឹងហើយមានសាច់រឿងផ្សេងទៀតខ្ញុំរៀងវល់មកខ្ញុំនិយាយមែនខ្ញុំអត់យល់ទេមានរឿងខ្លះគឺខ្ញុំអត់យល់ហ្មងនិយាយទៅខ្ញុំអត់ដឹងថាគេចង់ផ្ដោតសាច់រឿងអីឲ្យប្រកប Alien ពួក Mutant អស់ហ្នឹងអ្នកវិទ្យាសាស្ត្រឬក៏ពួកមកពី Dimension ផ្សេងទៀតហើយនៅក្នុងហ្គេមនេះគឺអត់មានមេវគ្គបញ្ចប់ទេចូលទៅដល់ចុងក្រោយយើងបានឃើញជាមួយនឹងយានរបស់ពួក Alien មួយដូចថាហោះហ្នឹងហើយយើងក៏ត្រូវតែកំទេចជាមួយនឹងSnow របស់យានហ្នឹងទៅយើងឈ្នះហើយនៅក្នុងហ្គេមនេះបើសិនជាអ្នកគ្នាផ្ដោតតែការលេងហ្គេមហើយចង់តែមើលជាមួយនឹងពួកដែលខ្ញុំនិយាយហ្នឹងអ្នកគ្នាក៏ជាចូលចិត្តហ្គេមនេះហើយបើនិយាយពីសាច់រឿងវិញគឺចប់ហើយប៉ុន្តែក៏ពិបាក
និយាយដែរដូចខ្ញុំនិយាយចឹងអាហ្គេមនេះចេញតែពីចំនួន PS2 ហើយពីចំនួន PS2 គេមិនសូវផ្ដោតទៅលើហ្គេមទេផលិតកម្មមួយចំនួននោះអញ្ចឹងហ្គេមនេះដោយសារវាចាញ់នៅចំនួន PS2 ខ្ញុំអត់ចង់និយាយច្រើនទេខ្ញុំឲ្យ8លើ10ហ្គេមសបាយplay មួយសុំសាច់រឿងមួយសុំប៉ុន្តែខ្ញុំចូលចិត្តរបស់ដែលស្ថិតនៅក្នុងហ្គេមហ្នឹងអញ្ចឹងហ្គេមហ្នឹងគឺមានប៉ុណ្ណឹងបើសិនអ្នកនរគ្នាចូលចិត្តចុច like subscribe ឲ្យខ្ញុំអ្នកមួយផងហើយបើសិនអ្នកនរគ្នាស្ថិតនៅក្នុង TikTok ចុច follow ខ្ញុំអ្នកមួយផងហើយនឹង like អ្នកមួយផង runs dark and diseased. Your weak, insignificant shell turns against you. Find the anti-mutagen, and you may find a better death.